12ប្រយោគគួរពិចារណាប្រសិនបើជីវិតគឺដូចសៀវភៅម្ដាយរបស់អ្នកប្រហែលជាចម្ពោះដំបូងដែលអ្នកត្រូវចូលចិត្តពេលខ្លះអ្នកបានដឹងចម្លើយរួចហើយគ្រាន់តែមិនទាន់ត្រៀមខ្លួនទទួលយកវាប៉ុណ្ណោះក្តីស្រឡាញ់មួយដែលមិនចេះផ្លាស់ប្ដូរគឺគ្រួសាររបស់អ្នកកុំទុកចិត្តនរណាម្នាក់ខ្លាំងពេកព្រោះសង្គមនេះពោរពេញទៅដោយមនុស្សក្លែងក្លាយសត្រូវដ៏ធំបំផុតរបស់អ្នកគឺចិត្តដែលមិនអាចគ្រប់គ្រងបាននៅពេលដែលអ្នករៀនពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នកនោះមានន័យថាអ្នកមានភាពចាស់ទុំហើយអ្វីគ្រប់យ៉ាងដែលអ្នកបានបាត់បង់នឹងត្រូវបានជំនួសមកវិញដោយអ្វីមួយដែលនឹងប្រសើរជាងនេះការកែតម្រូវអាចមិនសំខាន់ក្នុងជីវិតប៉ុន្តែការយល់ដឹងគឺសំខាន់បំផុតក្នុងជីវិតពេលខ្លះអ្នកត្រូវតែចាក់ចេញពីតំបន់សុខស្រួលរបស់អ្នកនៅពេលនេះដើម្បីស្វែងរកកន្លែងដែលអ្នកពិតជាចង់រស់នៅបញ្ហាគឺជាផ្នែកមួយនៃជីវិតហើយការប្រឈមមុខនឹងបញ្ហាដោយស្នាមញញឹមគឺជាសិល្បៈនៃជីវិតត្រូវចេះអត់ទោសចេះយោគយល់ប៉ុន្តែកុំធ្វើជាមនុស្សល្ងងមនុស្សតែម្នាក់គត់ដែលស័ក្តិសមក្នុងជីវិតរបស់អ្នកគឺអ្នកដែលបានប្រព្រឹត្តចំពោះអ្នកដោយសេចក្តីស្រឡាញ់សេចក្តីសប្បុរសនិងការគោរព SG Pro ជួយសម្រួលបញ្ហាស្រវាំងភ្នែកនោមញឹកក្រហាយបាតដៃបាតជើងនិងជួយបញ្ចុះជាតិស្ករក្នុងឈាមល្អបំផុតសម្រាប់អ្នកមានបញ្ហាទឹកនោមផ្អែម